ប្រទេសប្រពន្ធមួយគូទើបតែរៀបចំឯកសារលែងលះគ្នារួចរាល់ពេលងាកក្រោយគ្មានអ្នកណាម្នាក់ងាកមកមើលវិញឡើយអ្នកទាំងពីរក៏បានកាប់ផ្តាច់ការតាក់ទងគ្នាពេលវេលាកន្លងហួសទៅយ៉ាងលឿនអស់រយៈពេលកន្លះឆ្នាំបុរសជាប្តីកំពុងរៀបចំសម្លៀកបំពាក់ផ្លាស់ប្ដូររដូវកាលរំពេចនោះគាត់ក៏នឹកឃើញថាអាវធំខូតមួយនោះនៅទុកចោលនៅខាងប្រពន្ធដើមនៅឡើយបន្ទាប់ពីស្ទាក់ស្ទើរចុះឡើងជាច្រើនដងគាត់ក៏សម្រេចចិត្តបើកឡានទៅទីនោះចាំយកខោអាវរួចនឹងដើរចេញភ្លាមមិនមកជន់ទីនេះទៀតឡើយគាត់ឈរនៅមុខទ្វារដែលធ្លាប់ស្គាល់ទាំងក្តីកង្វល់ក្នុងចិត្តគាត់ដកដង្ហើមធំមួយខុសរួចចុចកណ្ដឹងទ្វារនៅខណៈពេលដែលទ្វារបើកភ្លាមគាត់ក៏ស្រឡាំងកាំងឈរថ្មឹងនៅនឹងកន្លែងនៅក្នុងផ្ទះមិនបានស្ងាត់ជ្រុងដូចអ្វីដែលគាត់បានគិតទុកនោះទេហើយក៏មិនត្រូវបានរៀបចំតុបតែងសារជាថ្មីឡើយនៅត្រង់កន្លែងច្រកចូលស្បែកជើងផ្ទាត់សម្រាប់បុរសមួយគូនោះនៅតែដាក់នៅកន្លែងដើមដដែលដោយបែកចុងស្បែកជើងចូលទៅខាងក្នុងដូចជាកំពុងរងចាំម្ចាស់ផ្ទះត្រឡប់មកពីធ្វើការវិញអញ្ចឹងនៅលើតុតែមានដាក់កែវម៉ាកមឹកដែលគាត់ធ្លាប់ចូលចិត្តប្រើពីមុនខ្នែផ្អែកលើសាឡុងនៅតែជាពណ៌ប្រភេទចាស់ដែលគាត់ជាអ្នករើសសំបីតែដើមល្មើល្មមដើមឈើល្មអនៅលើយ៉ដែលចិត្តងាប់ដោយសារគាត់មិនចេះថែនោះក៏ចាប់ផ្ដើមលាស់ទៅពាំងថ្មីឡើងវិញដែរប្រពន្ធដើមពេលឃើញគាត់ភ្នែករបស់នាងបង្ហាញពីការស្លន់ស្លោភ្លាមម្រាមដៃលូកចូលទៅក្នុងជីអ៊ីមដោយមិនដឹងខ្លួនគអ្នកមកយកអាវធំមែនទេបាទអាកាសធាតុត្រជាក់ហើយឌីនាងក៏ងាកខ្លួនដើរចូលទៅក្នុងបន្ទប់គេងមិនយូរប៉ុន្មាននាងក៏កាន់អាវធំមួយនោះចេញមកសម្លៀកបំពាក់ត្រូវបានអ៊ុតយ៉ាងរាបស្មើមានស្រោបថង់ការពារធូលីពីខាងក្រៅដូចជាវត្ថុចាស់ដែលត្រូវបានថែរក្សាទុកយ៉ាងមានតម្លៃបុរសជាប្តីហុចដៃទៅទទួលចុងម្រាមដៃបានប៉ះនឹងដៃរបស់នាងអ្នកទាំងពីរក៏ផ្អាកមួយសន្ទុះដើមឡើយគាត់ចង់ចាក់ចេញភ្លាមប៉ុន្តែជើងទាំងពីរដូចជាត្រូវបានគេផ្សេងស្ជប់នឹងដីកន្លះឆ្នាំហើយដែលមិនបានជួបគ្នាគាត់គិតថាខ្លួនឯងបានកាត់ចិត្តដាច់ហើយប៉ុន្តែគ្រាន់តែចូលមកក្នុងផ្ទះនេះភ្លាមការចងចាំទាំងឡាយដែលធ្លាប់សង្កត់ជាប់ក្នុងចម្រៅចិត្តក៏បានអន្តែតឡើងមកទាំងអស់ការដែលរួមរស់រើផ្ទះជាមួយគ្នាគាត់លីសាឡុងឡើងលើផ្ទះនាងសើចសប្បាយនៅតាមកាំជណ្ដើរបន្ទាប់ពីការឆ្លោះប្រកែកគ្នាលើកដំបូងដោយសារការមានអារៀងខ្លួននាងបានលួចធ្វើមីឲ្យគាត់ញ៉ាំនៅកណ្ដាលអាធ្រាត្ររឿងរ៉ាវក្នុងជីវិតប្រចាំថ្ងៃដែលធ្លាប់តែធុញទ្រាន់កាលពីមុនពេលនេះនឹកឃើញវិញសុទ្ធតែជាការស្ដាយស្រណោះនិងដកចិត្តមិនរួចបុរសជាប្តីសម្លឹងមើលទៅជុំវិញខ្លួនគាត់ទ្រាំមិនបានក៏សួរទៅថាកន្លះឆ្នាំទៅហើយហេតុអ្វីបានជាអ្នកមិនផ្លាស់ប្ដូរការរៀបចំផ្ទះខ្លះមើលទៅបែបនេះមិនពិបាកចិត្តទេអីប្រពន្ធដើមនៅស្ងៀមយ៉ាងយូររួចនិយាយតិចថាពិបាកចិត្តតែកាលណាខ្ញុំមិនហ៊ានប៉ះពាល់ផ្លាស់ប្ដូរអ្វីទាំងអស់របស់គ្រប់យ៉ាងនៅទីនេះគឺពួកយើងជាអ្នករើសជាមួយគ្នាខ្ញុំខ្លាចថាបើផ្លាស់ប្ដូរវាហើយវាពិតជាបញ្ជាក់ថាអ្នកបានដើរចេញទៅមែនទ្រូងរបស់បុរសជាប្តីឡើងណែនខ្ទប់ពេលនោះស្រាប់តែមានវិកេបតចាស់មួយសន្លឹកធ្លាក់ចេញពីក្នុងហោប៉ាល់អោរបស់ប្រពន្ធដើមបុរសជាប្តីរើសវាឡើងមើលទៅឃើញថាជីវិតគេបတ်បងប្រាក់របស់មន្ទីរពេទ្យការបរិច្ឆេទគឺត្រូវជាការពីមួយសប្តាហ៍មុនពេលពួកគេលែងលះគ្នាឈ្មោះអ្នកបងប្រាក់គឺសរសេរឈ្មោះប្រពន្ធដើមរបស់គាត់ចំណែកឯប្រឡោះឈ្មោះអ្នកជំងឺគឺជារូបម្ដាយរបស់គាត់ទៅវិញទឹកមុខរបស់គាត់ប្រែប្រួលភ្លាមនេះជាអ្វីប្រពន្ធដើមហុចដៃចង់ដណ្ដើមយកមកវិញប៉ុន្តែបុរសជាប្តីបានក្រឡេកឃើញចំនួនទឹកប្រាក់នៅខាងក្រោមបាត់ទៅហើយអំឡុងពេលនោះម្ដាយរបស់គាត់បានធ្លាក់ខ្លួនឈឺសម្រាប់នៅមន្ទីរពេទ្យគាត់គ្រាន់តែដឹងថាមានទឹកប្រាក់មួយចំនួនត្រូវបានគេយកមកបង់បង្គ្រប់ឲ្យភ្លាមម្ដាយរបស់គាត់ប្រាប់ថាជាសាច់ញាតិជួយពេលនោះគាត់រវល់ខ្លាំងរហូតដល់វង្វេងវង្វាន់មិនបានសួរដេញដល់អ្វីឡើយប៉ុន្តែស្របពេលជាមួយគ្នានោះគាត់បានដឹងថាប្រពន្ធដើមរបស់គាត់មានការតាក់ទងយ៉ាងញឹកញាប់ជាមួយបុរសប្លែកមុខម្នាក់ថែមទាំងបានលួចដកប្រាក់សន្សំនៅក្នុងផ្ទះទៅទៀតអ្នកទាំងពីរក៏បានឆ្លោះប្រកែកគ្នាយ៉ាងខ្លាំងព្រោះតែរឿងនេះនាងមិនបានពន្យល់អ្វីសូម្បីតែមួយម៉ាត់មានតែនិយាយថាបើអ្នកគិតបែបនេះទៅហើយខ្ញុំក៏គ្មានវិធីហាមឃាត់ដែរពាក្យសម្ដីមួយឃ្លានោះប្រៀបដូចជាកាំបិតដែលរុញច្រានពួកយើងឲ្យដើរមកដល់ផ្លូវលែងលះបុរសជាប្តីសម្លឹងមើលនាងចំហអញ្ចឹងលុយនោះគឺអ្នកជាអ្នកបងមែនទេចុះបុរសម្នាក់នោះជាអ្នកណាប្រពន្ធដើមហុចភ្នែកឡើងក្រហមប៉ុន្តែនាងនៅតែព្យាយាមទប់វាគាត់ជាអ្នកស្គាល់គ្នានៅផ្នែកហិរញ្ញវត្ថុរបស់មន្ទីរពេទ្យខ្ញុំខ្លាចថាបើអ្នកដឹងអ្នកនឹងមានអារម្មណ៍ថាជំពាក់គុណខ្ញុំហើយក៏ខ្លាចថាម៉ាក់របស់អ្នកមិនព្រមទទួលលុយរបស់ខ្ញុំដែរពេលនោះខ្ញុំបានលក់គ្រឿងអលង្ការហើយខ្ចីគេខ្លះទៀតទើបតែប្រមូលបានគ្រប់ក្រោយមកអ្នកយកច្រឡំលើខ្ញុំក៏មានអ្នកខឹងខុសរឿងដែរគិតថាអ្នកសំបីតែសួរនាំឲ្យល្អបន្តិចក៏មិនព្រមហេតុអ្វីបានជាខ្ញុំត្រូវបន្ទន់ខ្លួនទៅពន្យល់ប្រាប់អ្នកខណៈនោះមានសម្លេងគោះទ្វារបន្លឺឡើងពីខាងក្រៅប្រពន្ធដើមជូតទឹកភ្នែកនៅកន្ទុយភ្នែករួចដើរទៅបើកទ្វារនៅខាងក្រៅទ្វារគឺមានអ្នកមីងនៅផ្ទះក្បែរខាងឈរនៅទីនោះក្នុងដៃមានកាន់បង្អែមក្របជូកមួយចាននៅខាងក្រោយអ្នកមីងមានបុរសវ័យក្មេងម្នាក់ពាក់អាវឈរនៅទីនោះដែរគ្រាន់តែអ្នកមីងឃើញបុរសជាប្តីភ្លាមគាត់ក៏ញឹមរួចនិយាយថាគូក្មួយប្រុសទីបំផុតឯងត្រឡប់មកវិញហើយចំពេលល្អណាស់ក្មួយប្រុសបង្កើតរបស់ខ្ញុំក៏នៅទីនេះដែរគឺរូបគេនឹងហើយដែលកាលនោះបានជួយរត់ការបង់ប្រាក់មន្ទីរពេទ្យឲ្យម្ដាយរបស់ឯងពួកក្មេងឯងនេះពិតមែនតែម្ដងម្នាក់មិនព្រមសួរម្នាក់ទៀតមិនព្រមនិយាយបណ្ដោយឲ្យជីវិតប្តីប្រពន្ធដ៏ល្អត្រូវបែកបាក់គ្នាទៅវិញបុរសពាក់អាវសកលនិយាយបន្តក្បងស្រីថ្លៃកាលនោះបានពឹងឲ្យខ្ញុំជួយរត់ការនៅមន្ទីរពេទ្យពីព្រោះគាត់មិនចង់ឲ្យបងដឹងឡើយក្រោយមកខ្ញុំយកវិកេបត្រមកប្រគល់ឲ្យស្របពេលដែលបងឃើញខ្ញុំផ្ញើសារទៅគាត់ល្មមទើបប្រហែលជាមានការយល់ច្រឡំបុរសជាប្តីឈរថ្មឹងនៅនឹងកន្លែងប្រៀបដូចជាត្រូវគេតែកំភ្លៀងមួយដៃយ៉ាងខ្លាំងឲ្យភ្ញាក់ដឹងខ្លួនក្នុងរយៈពេលកន្លះឆ្នាំនេះគាត់តែងតែគិតថាខ្លួនឯងជាអ្នកដែលត្រូវគេក្បត់និងរងអយុត្តិធម៌ប៉ុន្តែតាមពិតទៅមនុស្សដែលគួរតែសុំទោសបំផុតគឺរូបគាត់ផ្ទាល់ទៅវិញទេអ្វីដែលហៅថាការក្បត់វាគ្រាន់តែជារូបភាពคล้ายៗដែលគាត់ស្រមៃឡើងក្នុងពេលខឹងសម្បាតែប៉ុណ្ណោះអ្វីដែលហៅថាភាពដាច់ខាតក៏គ្រាន់តែជាមនុស្សពីរនាក់ដែលយល់តម្លៃនៃកិត្តិយសនិងការមានអ្នកធំជាងចិត្តស្មោះត្រង់រៀងខ្លួនអ្នកមីងបានដាក់ចានបង្អែមក្របឈូកនៅលើតុរួចដកដង្ហើមធំកន្លះឆ្នាំនេះនាងយំមិនតិចដងទេស្បែកជើងផ្ទាត់របស់ឯងនាងជូតសម្អាតរាល់សប្តាហ៍នំចំណីដែលឯងចូលចិត្តញ៉ាំនាងទិញមកទុកមិនដែលដាច់ពេលហួសកំណត់នាងក៏ដូរយករបស់ថ្មីមកជំនួសរាល់ថ្ងៃខ្ញុំធ្វើបង្អែមតែងតែដួសថែមមួយចានដាក់នៅមាត់ទ្វារដោយគ្រាន់តែគិតថាក្រែងលោថ្ងៃណាមួយឯងត្រឡប់មកវិញនៅក្នុងផ្ទះនៅមានរបស់ក្តៅសម្រាប់ញ៉ាំបន្ទាប់ពីទ្វារត្រូវបានបិទជិតនៅក្នុងផ្ទះក៏ត្រឡប់មកស្ងប់ស្ងាត់វិញផ្សែងក្តៅហុយចេញពីចានបង្អែមប្រៀបដូចជាកំពុងកម្ដៅខ្យល់អាកាសដែលធ្លាប់តែត្រជាក់ស្រស់ស្រាប់អស់រយៈពេលកន្លះឆ្នាំឲ្យមានភាពកក់ក្តៅឡើងវិញបន្តិចម្ដងប្រពន្ធដាំឈរក្បែរតុនិយាយទាំងសំឡេងញ័រត្រឹករឿងនេះខ្ញុំក៏មានចំណែកខុសដែរកាលពីមុនខ្ញុំមានអ្នកហួសហេតុពេកតែងតែគិតថាបើអ្នកយល់ពីខ្ញុំអ្នកមុខជឿជាក់លើខ្ញុំបើអ្នកមិនយល់ទោះខ្ញុំនិយាយច្រើនយ៉ាងណាក៏គ្មានប្រយោជន៍ដែរប៉ុន្តែអាពាហ៍ពិពាហ៍មិនមែនជាការទីប្រស្នាឡើយហើយការធ្វើសង្កៀមត្រជាក់ក៏មិនមែនជាភាពថ្លៃថ្នូរដែរថ្ងៃដែលអ្នកសុំលែងលះនៅក្នុងចិត្តខ្ញុំពិតជាចង់ខាត់អ្នកណាស់ប៉ុន្តែបែរជានិយាយចេញទៅតែមួយម៉ាត់ថាតាមចិត្តទៅវិញបុរសជាប្តីអង្ក្បាលចុះទឹកភ្នែកស្រក់មកលើជីអាប់ធំគាត់នឹកឃើញដល់ទស្សនភាពនៅមុខសាលាស្រុកកន្លែងលែងលះគាត់ដើរចេញយ៉ាងលឿនប៉ុន្តែមុននឹងឡើងឡានគាត់បានងាកមកមើលក្រោយមួយផ្លេតពេលនោះគាត់គិតថាវាជាការទីបញ្ចប់ប៉ុន្តែពេលនេះទើបគាត់យល់ច្បាស់ថានោះជាលើកចុងក្រោយដែលនាងរងចាំឲ្យគាត់ហើបមាត់និយាយរកគាត់បានបើកខោប៉ៅខាងក្នុងអាប់ធំរួចក៏ស្ទាបប៉ះរូបថតគូមួយសន្លឹកទៀតនៅខាងក្រោយរូបថតមានសរសេរអក្សរយ៉ាងរៀបរយមួយជួរថាក៏រងចាំអ្នកត្រឡប់មកផ្ទះវិញរងចាំអ្នកជាអ្នកគូសទ្វារមុនហើយក៏រងចាំខ្លួនឯងរៀនចេះអង្ក្បាលទទួលខុសមុនដែរបុរសជាប្តីមិនអាចទប់អារម្មណ៍បានទៀតឡើយគាត់និយាយទាំងអួរដើមមុខខ្ញុំសុំទោសខ្ញុំមិនគួរគិតតែពីឃើញថាអ្នកមិនព្រមពន្យល់ប៉ុន្តែមិនដែលគិតសោះថាហេតុអ្វីបានជាអ្នកព្រមនៅស្ងៀមកាន់តែមិនគួរយកការលែងលះមកធ្វើជាលបែងបញ្ជាចិត្តឡើយគឺប្រពន្ធដើមក្រវីក្បាល
ទឹកភ្នែកហូរស្រក់ចុះមកខ្ញុំក៏មិនគួរទុកឲ្យអ្នកទីម្នាក់ឯងដែរពួកយើងសុទ្ធតែជាអ្នកចាញ់អស់រយៈពេលកន្លះឆ្នាំហើយបរិសុទ្ធជាប្តីដាក់អាវធំត្រឡប់ទៅលើសាឡុងវិញប្រៀបដូចជាបានទម្លាក់ចោលនៅរឿងរ៉ាវអតីតកាលដ៏មានអ្នកមួយនោះគាត់ដើរទៅខាងមុខរួចកាន់ដៃនាងថ្នមប្រសិនបើយើងអាចចាប់ផ្ដើមសារជាថ្មីបានលើកនេះពួកយើងនឹងមិនធ្វើសង្គ្រាមត្រជាក់ដាក់គ្នាទៀតទេមិននិយាយពាក្យសម្ដីដាច់អហង្ការដាក់គ្នាទៀតឡើយមានការយល់ច្រឡំអ្វីត្រូវនិយាយគ្នាឲ្យច្បាស់នៅក្នុងថ្ងៃនេះតែម្ដងតើអ្នកព្រមផ្ដល់ឱកាសឲ្យខ្ញុំត្រឡប់មកផ្ទះវិញម្ដងទៀតទេប្រពន្ធដើមសម្លឹងមើលគាត់នៅក្នុងភ្នែកមានទាំងទឹកភ្នែកនិងពន្លឺនៃក្តីសង្ឃឹមដែលបាត់បង់ទៅជាយូរនាងមកក្បាលធ្នំលើកនេះមិនមែនជាការងារក្រោយរបស់ម្នាក់ណានោះទេប៉ុន្តែគឺពួកយើងដើរទៅមុខជាមួយគ្នានៅយប់នោះពួកគេទាំងពីរមិនបានប្រញាប់ប្រញាល់និយាយពីរឿងរៀបការឡើងវិញភ្លាមឡើយហើយក៏មិនបានធ្វើពុតដូចជាគ្មានរឿងអ្វីកើតឡើងដែរពួកគេអង្គុយនៅក្បែរតុអាហាររួចចែកបង្អែមគ្រាប់ឈូកមួយចាននោះជាពីរចំណែកញ៉ាំបណ្ដានិយាយរៀបរាប់ពីការជឿចាប់ការយល់ច្រឡំនិងការនឹករលឹកក្នុងរយៈពេលកន្លះឆ្នាំកន្លងមកនេះបណ្ដាក្រោយមកការរៀបចំរបស់របរនៅក្នុងផ្ទះនៅតែមិនមានអ្វីប្រែប្រួលច្រើនឡើយគ្រាន់តែនៅត្រង់ច្រកចូលផ្ទះមានថែមសោត្រៀមទុកមួយគ្រាប់ទៀតហើយនៅលើទ្វារទូទឹកកកមានបិទក្រដាសចំណាំមួយសន្លឹកសរសេរថាដូចមានរឿងអ្វីត្រូវនិយាយគ្នាឲ្យល្អកុំបណ្ដោយឲ្យមនុស្សដែលយើងស្រឡាញ់ត្រូវទីចិត្តឡើយជីវិតរស់នៅមិនបានប្រែជាមានភាពអ៊ូអរក្រឹកក្រែងភ្លាមនោះទេប៉ុន្តែវាមានភាពកក់ក្ដៅនិងរឹងមាំជាងមុនពួកគេទាំងពីរបានរៀនចេះផ្អាកមួយសន្ទុះមុនពេលឆ្លោះប្រកែកគ្នាចេះនិយាយចេញមកក្រៅនៅពេលដែលរងការជឿចាប់និងមិនមានអ្នកទ្រាំទ្រនៅពេលដែលនឹករលឹកគ្នាអ្វីដែលគួរឲ្យខ្លាចបំផុតនៅក្នុងទំនាក់ទំនងមិនមែនជាការឆ្លោះប្រកែកគ្នានោះទេប៉ុន្តែគឺការដែលនៅក្នុងចិត្តនៅតែស្រឡាញ់គ្នាខ្លាំងតែបែរជាចង់ប្រើភាពស្ងប់ស្ងាត់ដើម្បីបង្ហាញថាខ្លួនមិនខ្វល់ខ្វាយទៅវិញព្រះព្រហ្មលិខិតវាសនាមិនអាចទ្រាំទ្រនឹងការបញ្ជាចិត្តបានឡើយហើយចិត្តស្មោះត្រង់ក៏មិនអាចពឹងផ្អែកលើការទីចិត្តរហូតនោះដែរមានតែមនុស្សដែលចេះបើកចិត្តនិយាយគ្នាឲ្យត្រង់ប៉ុណ្ណោះទើបមានឱកាសអាចដើរលើផ្លូវជីវិតជាមួយគ្នាបានវែងឆ្ងាយ